ប្រមូលផលបានហើយប៉ុន្តែក្នុងរូបនេះឃើញខ្ញុំដាក់ចំណីឲ្យនេះគឺកូនទាមានឈ្មោលច្រើនអញ្ចឹងឈ្មោលចាប់លក់មេទាទុកយកពងថ្ងៃនេះគឺអត់មានអីច្រើនទេបងប្អូនគ្រាន់តែធ្វើវីដេអូថតកំសាន្តលេងនៅក្នុងទ្រុងទាក្នុងទ្រុងមាន់តែពិតអត់បានថតមាន់ទេថតតែទាព្រឹកឡើងគឺថាសំលេងទាយំនិយាយពីងើបមកអត់មានអាឡោះអាឡៃស្ដាយទំនេកពីក្រែទេគឺថាស្រឡះមុខស្រឡះមាត់តែម្ដងអរគុណបងប្អូនខ្ញុំនឹងអាសាថតវីដេអូពីសកម្មភាពឲ្យចំណីមាន់ចំណីទាឬពងទាទុកឲ្យបងប្អូនមើលកំសាន្តសម្រាប់បងប្អូនខ្លះពេលដែលឃើញគេចិញ្ចឹមទាអញ្ចឹងឬពងទាអញ្ចឹងចង់មានកូនដីមួយមានដីរៀងឆ្ងាយពីក្រុងមួយទុកគ្រាន់ចិញ្ចឹមទាឬពងថ្ងៃកំសាន្ត